បាទសូមគោរពនឹងជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមដកស្រង់ជាអត្ថបទសារព័ត៌មានមួយតើថ្ងៃខាងមុខទៅជាយ៉ាងណាចំពោះវត្តលោកតាសុតក្រោយពេលដែលព្រះអង្គម្ចាស់ចន្ទមុនីនិមន្តចូលព្រៃបាត់ប្រជាពុទ្ធបរិស័ទចំណុះជើងវត្តនិងអាជ្ញាធរមូលដ្ឋានបានបញ្ជាក់យ៉ាងច្បាស់ដោយគ្មានការសង្ស័យថាព្រះអង្គម្ចាស់ចន្ទមុនីដែលជាចៅអធិការវត្តសុទ្ធដែលសន្ធិដ្ឋនៅក្នុងភូមិបាត់ឡាងឃុំក្រាំងលាវស្រុករលាពៀពិតជាបាននិមន្តចាក់ចែងអំពីវត្តគង់នៅក្នុងព្រៃភ្នំពិតប្រាកដមែនហើយការនិមន្តចាក់ចែងនោះមិនមាននរណាម្នាក់បានដឹងដែរតែអាចសន្និដ្ឋានថានៅវេលាទៀបភ្លឺលោកជាបៃមេឃុំក្រាំងលាវបានប្រាប់នៅរសៀលថ្ងៃទី20ឧសភាឆ្នាំ2025ថាព្រះអង្គចន្ទមុនីពិតជាបានចាក់ចែងអំពីវត្តកាលអំពីវេលាម៉ោង4ទៀបភ្លឺថ្ងៃទី18ឧសភាឆ្នាំ2025ពិតមែនហើយបច្ចុប្បន្ននៅក្នុងវត្តគឺមិនមានវត្តមានរបស់ព្រះអង្គទេមេឃុំបានបញ្ជាក់ថានៅថ្ងៃដែលព្រះអង្គនិមន្តចាក់ចែងទៅគឺដូនជីតាជីពុំបានដឹងទេតែមានតែកូនសេកលោកដែលមានឈ្មោះថាវ៉ាវីម្នាក់ប៉ុណ្ណោះដែលជាអ្នកបើកបរយន្តផ្ទាល់របស់ព្រះអង្គជូនព្រះអង្គទៅកាន់ភ្នំមួយដែលកូនសេកលោកមិនស្គាល់លោកសួរព្រះអង្គក៏ព្រះអង្គមិនប្រាប់ថាទៅទីណាភ្នំណាដែរគ្រាន់តែដឹងថាភ្នំនោះនៅលើទឹកដីខេត្តពោធិ៍សាត់ដែលនៅតាមផ្លូវគឺជួបការលំបាកខ្លាំងណាស់លោកមេឃុំបានបន្តដោយស្រង់សម្ដីកូនសេកលោកដែលមានឈ្មោះថាវ៉ាវីថានៅពេលដែលទៅដល់ជើងភ្នំព្រះអង្គបាននិមន្តចេញអំពីរថយន្តផ្ទាល់ខ្លួនហើយនិមន្តចូលព្រៃឡើងភ្នំដោយប្រាប់កូនសេកលោកថាដល់គោលដៅហើយឲ្យយករថយន្តត្រឡប់ទៅវត្តវិញចុះការតាក់ទងទៅកាន់កូនសេកជំនិតរបស់លោកមិនបានទទួលជោគជ័យឡើយដើម្បីបញ្ជាក់លោកសេងវិចិត្រអភិបាលស្រុករលាពៀបានប្រាប់ថាព្រះអង្គម្ចាស់ចន្ទមុនីបានចាក់ចែងអំពីវត្តនៅវេលាម៉ោង4ទៀបភ្លឺថ្ងៃទី18ឧសភាដោយមិនដឹងថានិមន្តទៅគង់សមាធិទៅធុដងនៅទីណានោះទេប៉ុន្តែមុននឹងចាក់ចែងព្រះអង្គបានបើកអង្គប្រជុំមួយកាលអំពីថ្ងៃទី14ខែឧសភាឆ្នាំ2025កន្លងទៅដោយមានវត្តមានមន្ត្រីសង្ឃសាលាអនុគុណស្រុកមន្ត្រីការិយាល័យធម្មការរួមជាមួយនឹងមន្ត្រីអាជ្ញាធរស្រុករលាពៀផងដែរនៅក្នុងកិច្ចប្រជុំនោះព្រះអង្គបានផ្ទេរកិច្ចការងារគ្រប់គ្រងវត្តប្រគេនទៅព្រះគ្រូសូត្រស្ដាមព្រះនាមយ៉ាងសុភ័យនិងតែងតាំងជាចៅអធិការស្ដីទីនិងជាអ្នកគ្រប់គ្រងជំនួសគួររំលឹកថាវត្តនេះកាលពីដើមឡើយគឺមានសភាពស្ងាត់ជ្រងំពុំមានពុទ្ធបរិស័ទចូលនោះទេប៉ុន្តែអំឡុងពេលដែលព្រះអង្គចន្ទមុនីនិមន្តទៅគង់នៅបានកសាងពង្រីកទីអាស្រមដែលមានទឹកដីទំហំត្រឹមតែ70អាដែលបានពីការបរិច្ចាគដីរបស់លោកតាសុតឲ្យคล้ายទៅជាវត្តមានដីទំហំច្រើនហិកតានិងរីកចម្រើនយ៉ាងផុសផុលដោយមានឯកឧត្តមលោកជំទាវជាច្រើនជឿជាក់លើព្រះអង្គនិងបានកសាងវត្តនេះឲ្យคล้ายទៅជាវត្តស្អាតដែលជាវត្តទេសចរបើទោះបីជាមានមតិមួយចំនួនបានផ្ទុយទៅនឹងជំនឿទៅលើព្រះអង្គយ៉ាងណាក្តីក៏វត្តនេះនៅតែរីកចម្រើនឥតឈប់ឈររហូតល្បីល្បាញជាវត្តស្អាតក្រោមស្នាដៃកសាងរបស់ព្រះអង្គមិនត្រឹមតែមានភាពរីកចម្រើនរបស់វត្តប៉ុណ្ណោះទេពុទ្ធបរិស័ទចំណុះជើងវត្តរួមទាំងអាជីវករនៅខេត្តកំពង់ឆ្នាំងមួយចំនួនបានសេដ្ឋកិច្ចធូរធារមួយកម្រិតដែរដោយការចូលទៅលក់ដូរមុខរបរនៅក្នុងវត្តនោះការនិមន្តចាក់ចែងរបស់ព្រះអង្គធ្វើឲ្យមានការសោកស្ដាយពីពុទ្ធបរិស័ទចំណុះជើងវត្តក៏ដូចជាអ្នកមានជំនឿផងដែរការនិមន្តចាក់ចែងរបស់ព្រះអង្គចន្ទមុនីបានคล้ายទៅជាចំណោទសួរនិងមានចម្លើយមួយពីរជាមន្ទិលទី1ព្រះអង្គចាក់ចែងទៅរកផ្លូវធម៌ស្ងប់ស្ងាត់ជាលោកធុដងទី2អាចព្រះអង្គនឿយកាយពេលដែលព្រះអង្គខិតខំកសាងនិងជួបពុទ្ធបរិស័ទស្ទើរគ្រប់កន្លែងគ្មានលុះពេលវេលាហើយព្រះអង្គក៏និមន្តចាក់ចែងទៅរកទីស្ងប់ស្ងាត់ក៏ថាបានទោះបីជាយ៉ាងនេះក្តីក៏គ្មាននរណាម្នាក់ដឹងពិតប្រាកដថាព្រះអង្គនិមន្តចូលព្រៃដើម្បីធ្វើអ្វីឲ្យពិតប្រាកដនោះទេបាទអញ្ចឹងនេះគឺជាដំណឹងមួយដែលធ្វើឲ្យពុទ្ធបរិស័ទដែលមានជំនឿទៅលើព្រះអង្គចន្ទមុនីបាទមានការយំសោកស្ដាយព្រះអង្គជាពន់ពេក
បើចង់សូមបញ្ចប់នៅអត្ថបទនេះតែត្រឹមនេះសិនណាបងប្អូនដែលមិនទាន់បានចុច Subscribe បាទសូមចុច Subscribe ដើម្បីទទួលបាននៅអត្ថបទផ្សេងៗទៀតបាទសូមអរគុណនិងសូមគោរពលា